នៅក្នុងករណីដែលម៉ាស៊ីនព្រីន MG 613 ឬមួយក៏623បងប្អូនដាច់ទឹកថ្នាំតែយើងគួរធ្វើដូចម្តេចនេះគឺជាជំហានខ្លះៗដែលធ្វើឲ្យម៉ាស៊ីនព្រីនរបស់យើងដើរពណ៌ឡើងវិញជំហានដំបូងបងប្អូនត្រូវ clean ទឹកថ្នាំម៉ាស៊ីនព្រីននឹងសិនយើងចូលទៅ setup ចូលយក option color 4ហ្នឹងមកបន្ទាប់មកបងប្អូនចុចវាថា OK តមកទៀតបងប្អូនចុចវាថា cleaning ដែលនៅជួរទី2តមកទៀតបងប្អូនចុចវាថា OK ហ្នឹងមកណាបន្ទាប់ពីហ្នឹងមកវានឹងចាប់ផ្ដើម clean ទឹកថ្នាំរបស់យើងហើយជាមួយយើងបើកមើលដោយសារខ្ញុំញុក sensor គឺខ្ញុំអាចបើកមើលវាបានបន្ទាប់ពីហ្នឹងមកបងប្អូននឹងឃើញទឹកថ្នាំរត់ចូលទៅគ្រាប់ទឹកថ្នាំរបស់ម៉ាស៊ីនព្រីនរបស់យើងហើយរួចហើយបើសិនជាការ clean ទឹកថ្នាំរបស់បងប្អូនហើយវានៅតែចេញពណ៌មកនៅតែដាច់អញ្ចឹងគឺមានវិធីសាស្ត្របន្តទៀតដែលខ្ញុំនឹងប្រាប់បងប្អូននៅចុងវីដេអូអញ្ចឹងយើងបិទក្រវាវិញដើម្បីមើលការ clean របស់វាចឹងបន្ទាប់ពីការ clean រួចយើងនឹងធ្វើការ test ពណ៌វាយើងគ្រាន់តែចុចវាថា OK នៅលើអេក្រង់ហ្នឹងគេវានឹងចេញกระดาษមួយដើម្បី test មើលថាពណ៌ហ្នឹងវាដើរមកវិញអស់ហើយឬនៅអូខេនេះជាលទ្ធផលការ cleaning របស់យើងខ្ញុំសូមតម្លាក់ទៅលើកាមេរ៉ាតិចដើម្បីសួរមើលអូខេនេះជាការ cleaning របស់យើងអញ្ចឹងគឺបានជោគជ័យហើយបើសិនជាបងប្អូនដែលមិន cleaning ហើយមិនតបានជោគជ័យគឺបងប្អូនត្រូវប្រើប្រាស់វិធីសាស្ត្រនេះគឺយើងត្រូវយកសារ៉ាំងនេះដើម្បីបាញ់នៅទឹកថ្នាំដែលស្ទះមានន័យថាយើងត្រូវញុកនេះហើយយើងបាញ់វាបញ្ចូលដើម្បីឲ្យវាចូលទៅក្នុងគ្រាប់ទឹកថ្នាំរបស់យើងណាសម្រាប់វិធីសាស្ត្រនេះជាងគឺគាត់តែងតែធ្វើហ្នឹងឯងហើយបើសិនជាបងប្អូនមិនជំនាញទេបងប្អូនអាចយកទៅជាងទៅដើម្បីជៀសវាងការប្រឡាក់ធ្ងន់ធ្ងរជាងហ្នឹងអញ្ចឹងបងប្អូនអាចយកទៅជាងក៏យកទៅជាងបានគឺយើងគឺល្អមែនទែនសម្រាប់ការយកទៅជាងជាចុងក្រោយសម្រាប់បងប្អូនដែលមានបញ្ហា Print Error បងប្អូនអាចទៅមកខ្ញុំបានតាមរយៈ link នៅខាងក្រោមឬមកក៏នៅលើអេក្រង់នេះ